អស់ជីវិតខ្លាចមកទៅមិនហ៊ានយកជារឿងធម្មតាទេវាមិនហ៊ានទេលោកស្រីសាណាឲ្យខ្ញុំយកក៏បានតែលោកស្រីត្រូវសន្យាសិនបើក្នុងនេះគ្រាន់តែជាកំណត់ដែលខូចលោកស្រីត្រូវលើកលែងទោសឲ្យខ្ញុំថាម៉េចរបស់ខូចលោកឌូហៃសម្ដីខ្លះមិនអាចចេះតែនិយាយទេប្រយ័ត្នមានមនុស្សស្លាប់ច្រើនរួមទាំងលោកផងលោកស្រីសាណាខ្ញុំអាចបង្ហាញមុខអ្នកទាំងអស់គ្នាដោយមិនឲ្យប៉ះពាល់ដល់កំណត់ខាងក្នុងគ្រាន់តែយកថ្មខាងក្រៅចេញលោកស្រីនឹងបានឃើញច្បាស់ហើយបានខ្ញុំឲ្យឱកាសលោកយកកំណត់នេះចេញតាមវិធីលោកតែបើចេញមកមិនដូចលោកនិយាយខ្ញុំធានាថាលោកគ្មានជីវិតនិយាយពាក្យបន្តទេឲ្យរបស់ទៅគាត់ព្រះឲ្យទោះខ្ញុំមិនមែនជាអ្នកជំនាញតែបែកខ្ទេចប៉ុណ្ណឹងហើយនេះច្បាស់ជាមានគេគុំវាដើម្បីបោកប្រាស់អ្នកណាធំថ្លើមម្លេះហ៊ានបោកលោកស្រីសាណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយអូបឋមសូមជូនពរអ្នកឲ្យជួបតែសេចក្តីសុខចម្រើនរុងរឿងគ្រប់ពេលវេលារកស៊ីមានបានមានលាភជ័យប្រកបកិច្ចការអ្វីបានសម្រេចដោយបំណងសូមអរគុណពីបាតដួងចិត្តសូមឲ្យអ្នកមានសុភមង្គលសូមឲ្យអ្នកមានសុភមង្គលលោកស្រីសាណាដូចអ្នកទាំងអស់គ្នាឃើញចឹងនេះមិនមែនជាកំណត់កម្ពុជាអីទេគ្រាន់តែជាកំណត់យកមកបិទគុំជាមួយថ្មប៉ុណ្ណោះបើខ្ញុំទីមិនខុសទេពេលលោកស្រីបានរបស់នេះមកម្ចាស់ដើមច្បាស់ជាអួតពីតម្លៃវាហួសហេតុហើយធ្វើសម្ពកក្រៅឲ្យមើលទៅដូចជាមានតម្លៃណាស់ទើបលោកស្រីប្រយ័ត្នប្រយែងចង់យកវាចេញមកខ្លាចខូចរបស់ខ្ញុំប្រគល់ដែនសមុទ្រល្អឲ្យណារ៉ូគ្រប់គ្រងនឹកមិនដល់ថាវាហ៊ានយករបស់បែបនេះមកបោកខ្ញុំមេឌូសាយប់នេះខ្ញុំចង់ឃើញក្បាលណារ៉ូព្យួរនៅទងមុខខ្លោងទ្វារចាស់លោកស្រីខ្ញុំនឹងចាត់ការភ្លាមលោកឌូទោះលោកឈ្នះការប្រកួតនេះតែលោកមិនបានយកកំណត់ចេញមកទាំងមូលដូច្នេះតាមកិច្ចព្រមព្រៀងគ្មានអ្នកធ្វើបានខ្ញុំក៏មិនអាចគោរពតាមការសន្យាដែរតែកុំឲ្យខាត់ជើងខ្ញុំប្រគល់ដែនសមុទ្រណារ៉ូឲ្យលោកចាត់ការទៅល្អណាស់កម្មវិធីលើកនេះឌូហៃបានត្រឹមដែនសមុទ្រណារ៉ូការប្រកួតនេះឌូហៃក៏បានបង្កើតស្ត្រូវជាមួយណាបាដែរខ្ញុំនឹងសហការជាមួយណាបាកំចាត់ឌូហៃរួចដណ្ដើមយកដែនសមុទ្រណារ៉ូណាបានិងបាសុងសុទ្ធតែមិនងាយលេងទេបើក្នុងកម្មវិធីនេះខ្ញុំមិនអាចជំនួសបាសុងកាន់តែយូរកាន់តែពិបាកសម្រាប់ខ្ញុំចង់ឈ្នះត្រូវតែហ៊ានប្រថុយលោកស្រីសាណាឈប់សិនឌូហៃមានការអីទៀតបើជារឿងដែនដីណារ៉ូលោកត្រឡប់ទៅកន្លែងលោកសិនទៅ3ថ្ងៃទៀតខ្ញុំនឹងឲ្យគេទៅទទួលដើម្បីទៅកាន់កាប់កន្លែងណារ៉ូលោកស្រីសាណាខ្ញុំមានវិធីជួសជុលកំណត់នេះជួសជុលខ្ញុំស្ដាប់មិនចូលឡំទេហីកំណត់បែកខ្ទេចអស់ហើយវាហ៊ានថាអាចជួសជុលបានរបស់បែកខ្ទេចបែបនេះខ្ញុំមិនដែលឃើញជាងណាធ្វើបានទេវាហ៊ានអួតពេកហើយទូហើយកុំចេះតែនិយាយកំណត់ដែលបែកហើយទូជួសជុលបានក៏មិនបានតម្លៃដើមដែរទទួលយកការពិតទៅល្អជាងហាហាទូហើយកុំចង់សម្ដែងជួសជុលមិនកើតទេជួសជុលទូហើយខ្ញុំត្រូវការរបស់ដែលមានតម្លៃមិនមែនរបស់បែកបាក់ដែលគ្មានតម្លៃទេបើគ្រាន់តែជួសជុលល្មមកុំមកបោពេកខ្ញុំលោកស្រីសាណាការជួសជុលរបស់ខ្ញុំមិនមែនគ្រាន់តែបិទកាប់ទេគឺធ្វើឲ្យដូចដាំ100ខ្ញុំធានាថាវានឹងដូចពេលមិនទាន់បែកអញ្ចឹងដូចដាំ100ទូហើយខ្ញុំស្អប់បំផុតគឺមនុស្សមិនស្គាល់ខ្ពស់ទាបលោកហ៊ាននិយាយរឿងមិនអាចទៅរួចបែបនេះមានគោលបំណងអ្វីគោលបំណងខ្ញុំសាមញ្ញទេបើខ្ញុំជួសជុលបានខ្ញុំសុំលោកស្រីប្រគល់ដែនសមុទ្របាសុងទាំងអស់នៅភូមិឲ្យខ្ញុំគ្រប់គ្រងទូហើយហ៊ានដណ្ដើមកន្លែងខ្ញុំទាំងកណ្ដាលថ្ងៃលោកស្រីសាណាបើទូហើយធ្វើមិនបានខ្ញុំសុំសម្លាប់វាដោយផ្ទាល់ដៃសំណើរបស់លោកស្មើនឹងឲ្យខ្ញុំបដូរបាសុងចេញតម្លៃលោកខ្ពស់ណាស់ទូហើយគិតច្បាស់បើលោកធ្វើមិនបានលទ្ធផលមិនសមបំណងខ្ញុំស្មើនឹងលោកបោកប្រាស់ខ្ញុំដល់ពេលនោះមិនត្រឹមដែនសមុទ្រណារ៉ូឲ្យទៅបាសុងទេខ្ញុំនឹងជួយគេដណ្ដើមកន្លែងលោកថែមទៀតឲ្យលោកឃើញការបាត់បង់អ្វីទាំងអស់នៅហ៊ានទៀតទេហ៊ានលោកស្រីសាណាការជួសជុលត្រូវការសមាធិខ្លាំងមិនអាចមានការរំខានទេខ្ញុំត្រូវការឧបករណ៍របស់ខ្ញុំនិងកន្លែងស្ងាត់មួយបានខ្ញុំឲ្យឱកាសមេឌូសានាំគេទៅបន្ទប់ជួសជុលផ្ទាល់ខ្លួនខ្ញុំចាំមើលថាគេមានសមត្ថភាពអត់បានឬមិនបានគឺនៅពេលនេះហើយខ្ញុំមិនដែលជួសជុលរបស់បែកខ្ទេចដល់ថ្នាក់នេះទេបើធ្វើបានសម្រេចសាណាមិនត្រឹមតែយល់ព្រមតាមសំណើទេតែដោយសារសមត្ថភាពរកលុយនេះនិងតម្លៃដែលខ្ញុំផ្ដល់ឲ្យសាណានឹងធ្វើយ៉ាងណាឲ្យខ្ញុំក្លាយជាអ្នកគ្រប់គ្រងសមុទ្រភូមិអញ្ជើញអ្នកនាងមេឌូសាចូលមកបានវ៉ាមើលនេះធ្វើបានសម្រេចមែនពិតជាខ្លាំងមែនកំណប់នេះត្រូវគេសោកចូលគ្នាអស់ចាពេកហើយខ្ញុំយកសប្តិដឹងអំបាញ់មិញបែកខ្ទេចខ្ទីសោះ
ឥឡូវរកតែស្នាមក៏គ្មាននេះមិនអាចទៅរួចអូហូពិតជាស្នាដៃទេវតាមែនក្បាច់នេះសឹបជាប់គ្នាយ៉ាងល្អត្បូងទាំងអស់គុំចូលគ្នាឥតខ្ចោះនេះមិនមែនជួសជុលទេគឺដូចបង្វិលពេលវេលាថយក្រោយតម្លៃធននេះមិនបានធ្លាក់ចុះដោយសារការជួសជុលទេយ៉ាងហោចណាស់ក៏នៅ50,000លានដែរលោកឌូហៃលោកធ្វើបានដោយរបៀបណាលោកស្រីសាណាដំណើរការមិនសំខាន់គឺលទ្ធផលកំណត់លោកស្រីឥឡូវបានជួសជុលរួចរាល់ហើយខ្ញុំឌូហៃនិយាយម៉ាត់ណាម៉ាត់នឹងល្អណាស់ខ្ញុំសាណាក៏រក្សាពាក្យសម្ដីដែរលោកមានសមត្ថភាពបែបនេះច្បាស់ជាជួយចាត់ចែងដែនសមុទ្រភូមិបានល្អអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ចាប់ពីពេលនេះទៅដែនសមុទ្របាសុងត្រូវប្រគល់ឲ្យឌូហៃបើហ៊ានជំទាស់សម្រាប់ចោលភ្លាមបើកន្លែងណាបាជារបស់សាណាផ្ទាល់ខ្ញុំនឹងយកកន្លែងណាបាដែរស្ដេចណាកន្លែងណាបាគ្រប់គ្រងដោយឪពុកសាណាឌូហៃលោកនឹងក្លាយជាម្ចាស់ថ្មីនៃសមុទ្រភូមិហើយមួយខែមុនខ្ញុំនៅជាកលមួយទឹកសមុទ្រនៅឡើយនឹកមិនដល់ថាថ្ងៃនេះខ្ញុំកាន់កាប់សមុទ្រភូមិជាងពាក់កណ្ដាលសាណាខ្ញុំត្រូវតែរកល្បិចសម្រាប់ឌូហៃបើគ្មានឌូហៃដែនសមុទ្រខ្ញុំក៏គ្មានអ្នកណាយកបានណាបាលោកឃើញហើយម្នាក់នេះរីកចម្រើនលឿនណាស់ឥឡូវវាយកកន្លែងណារ៉ូនិងកន្លែងខ្ញុំថ្ងៃស្អែកវាហ៊ានយកកន្លែងលោកមិនខានគួរតែទុកគំនុំផ្ទាល់ខ្លួនមួយឡែកសិនសហការគ្នាកុំចាត់ឌូហៃចោលបើសម្រេចពេលនោះកន្លែងណារ៉ូឲ្យលោកឯងខ្ញុំចង់បានតែកន្លែងខ្ញុំវិញទេម្នាក់នេះមិនហិច្ឆតាធំណាស់យកកន្លែងបាសុងហើយប្រកាសជារកខ្ញុំសហការជាមួយបាសុងទៅល្អជាងបានបាសុងតាមលោកចុះចាត់ការវាទៅឲ្យវាដឹងថានៅស្រុកភូមិនេះមិនដល់វេនវាដែលជាជនជាតិចិនមកធ្វើធំទេហឹមឌូហៃឲ្យលោកមកជំនួសគ្រប់គ្រងកន្លែងនេះបាសុងគួរតែចូលនិវត្តន៍ដោយស្ងប់ស្ងាត់ហើយលោកស្រីសាណាខ្ញុំមើលទៅបាសុងដូចជាមិនចង់ប្រកួតកន្លែងឲ្យទេមិនមែនរឿងវាយកព្រមរត់ទេលោកជាមនុស្សពូកែខ្ញុំពេញចិត្តលោកមិនឲ្យលោកកាត់អីទេឌូហៃមើលទៅពួកគេចង់សម្លាប់យើងឌូហៃស្មានថាសំងក្នុងឡានហើយរួចខ្លួនហើយថ្ងៃនេះគ្មានអ្នកណាជួយអញបានទេអំបាញ់មិញមិនខ្លាំងណាស់ហីបើខ្លាំងចុះមកអ្នកនាងចេញនៅក្នុងឡានសិនខ្ញុំចុះទៅមើលពួកវាបន្តិចឌូហៃលោកឈួតហើយពួកគេមានកាំភ្លើងណាយើងជាដៃគូនឹងគ្នាលោកតែនិយាយថាជនជាតិចិននៅក្រៅស្រុកទៅចេះជួយគ្នាមិនក៏ឥឡូវចង់ធ្វើឲ្យកេងបានហើយចុះទៅចាំឈោពីក្រោយខ្ញុំយកកាំភ្លើងមកហឹមអន្ត្រីទំពេកនឹងអាភ្នែកខ្មោចតែពីរអ្នកទេអ្នកឯងទៅណាហ៎ឯងនេះស្មានថាខ្លួនឯងខ្លាំងមិនឆ្លុះកញ្ចក់មើលខ្លួនឯងសិនទៅសម័យលោកបាសុងមកខ្លួនឯងហើយទូហើយលោកបាសុងនិងលោកណាបារួមដៃគ្នាហើយត្រៀមកំទេចកន្លែងឯងពួកយើងនៅចាំកន្លែងនេះសម្រាប់ឯងនឹងនាងចេញខ្ញុំនឹងអន្ត្រីទំពេកនឹងបានស្នាដៃឯងស្លាប់ក្នុងដៃពួកយើងក៏មិនអាក្រក់ដែរមេឌូសាបាសុងនិងណាបាចង់បះបោថែមទាំងចង់សម្រាប់ខ្ញុំទៀតឲ្យគ្នាយើងឡើងមកបានហើយមិនអាចទេសាណាឲ្យមេឌូសាមកការពីឯងពួកឯងនៅមិនទម្លាក់កាំភ្លើងទៀតចង់ស្លាប់ឥឡូវហីបងឌូខ្ញុំខុសហើយតាមពិតខ្ញុំគោរពបងខ្លាំងណាស់ខ្ញុំសូមដើរតាមបងឌូខ្ញុំខុសហើយបងឌូលេងខ្ញុំទៅណាបាបង្ខំខ្ញុំទេខ្ញុំគ្រាន់តែជាកូនចៅគេទុកខ្ញុំដូចជាអាចមួយដុំទៅខ្ញុំឲ្យឱកាសពួកឯងហើយអំបញ្ញមិញឲ្យលុតជង្គង់ពួកឯងមិនស្ដាប់ឥឡូវទូពួកឯងទម្លាក់កាំភ្លើងក៏គ្មានប្រយោជន៍សម្រាប់ខ្ញុំដែរខ្ញុំមិនចង់ទុកពួកឯងទេបងឌូខ្ញុំខុសហើយនៅស្រុកភូមិនេះចង់ធ្វើការធំត្រូវតែហ៊ានសម្លាប់បងឌូខ្ញុំប្រយ័ត្នដឹងអាចកំបាំងណាបាអូនឹកមិនដល់ថាមានតម្រុយឆាប់និយាយមកបងឌូបើខ្ញុំប្រាប់អាចកំបាំងបងមិនសម្លាប់ខ្ញុំទេអាភ្នែកខ្មោចដល់ដំណាក់កាលនេះហើយហ៊ានខ្លាយទៀតឆាប់និយាយមកបើមានប្រយោជន៍ខ្ញុំអាចពិចារណាទុកជីវិតបានខ្ញុំនិយាយគូកំណត់ឧត្តមសេនីយ៍ខុនសាជិតដល់ហើយណាបាឲ្យខ្ញុំត្រៀមរបស់ខ្លាំងខ្លាយជាកាដូឯរបស់ពិតលាក់ទុកក្នុងឃ្លាំងសម្ងាត់ខ្ញុំដឹងទីតាំងឃ្លាំងសម្ងាត់ខ្ញុំអាចយកវាចេញមកឲ្យបងយកទៅកំចាត់ណាបានឹកមិនដល់សោះណាបាហ៊ានយករបស់ខ្លាំងខ្លាយជូនខុនសាគ្រាន់តែយកបញ្ជីរបស់ដែលវាលាក់ជូនខុនសាមិនត្រឹមតែអាចជិះតែគេសម្រាប់វាថែមទាំងអាចសុំដែនសមុទ្រពីខុនសាបានពេលនោះសមុទ្រភូមិទាំងមូលនឹងខ្លាយជាខ្ញុំអាភ្នែកខ្មោចអញពិតជាយកលៀបធំមកឲ្យខ្ញុំមែនហាហាឥឡូវខ្ញុំឲ្យឱកាសឯងត្រឡប់ទៅធ្វើជាជំនួយការណាបាវិញថតវីដេអូទីតាំងកំណត់និងបញ្ជីកាដូមកឲ្យខ្ញុំនឹងលើកលែងជីវិតឯងអរគុណបងឌូមិនសម្លាប់ខ្ញុំស្បោះថ្ងៃក្រោយខ្ញុំអាភ្នែកខ្មោចជាឆ្កែដ៏ស្មោះត្រង់របស់បងឲ្យទៅកើតមិនហ៊ានទៅលេទេចេញទៅដល់ពេលខ្ញុំទៅជូនដំណើរណាបាដែរហើយអាមីងពួកឯងជនជាតិចិនកុំរឹបម្រាស់ទៀតអីបងធំអញឌូហើយមកតាមផ្លូវបាត់ហើយឥឡូវបើអញចុះចាញ់ត្រឡប់មកធ្វើការវិញល្អខ្ញុំអាចទុកជីវិតស៊ីអាចទៅបងឌូមិនងាយកាត់អីទេស្មានថាខ្ញុំជាសម្ដីអញហើយត្រឡប់ទៅឲ្យអញជិះជាន់ទៀតហើយឲ្យក៏ពើស៊ីវិញប្រសាជាងមានតែបងឌូទេចាត់ទុកពួកយើងជាមនុស្សចាំទុកទៅជនជាតិចិនមិនមែនជាគោក្របីឲ្យគេប្រើទេកាន់តែមិនមែនឲ្យគេធ្វើបាបស្រួលដែរចិត្តមកហើយនៅមាត់រឹងទៀតប្រាប់ឲ្យត្រង់ចុះខ្ញុំឲ្យអន្ត្រីកំពេកទៅស្ទាក់សម្រាប់ឌូហើយម៉ោងប៉ុណ្ណេះ
វាខ្លាចជាខ្មោចបាត់ហើយពួកឯងនៅស្រុកភូមិនេះជាវាសនាគោក្របីទទួលស្គាល់ទៅមិនប្រាកដទេទូហៃមិនក៏ឯងមិនងាប់ប៉ាសុងទូឯងងាប់ក៏ខ្ញុំមិនងាប់ដែរបងឌូបងមកវិញហើយអាមីងឯងមិនអីទេហីប៉ាសុងខ្ញុំមកវិញហើយឆាប់ដាក់អាវុធចុះទៅមកវិញហើយយ៉ាងម៉េចខ្ញុំមិនចោះចាញ់ទេមនុស្សខ្ញុំច្រើនជាងចង់លេងជាមួយខ្ញុំឯងមិនទាន់គ្រប់ទឹកទេចុះបើខ្ញុំគ្រប់គ្រាន់ឬអត់លោកស្រីសាណាលោកស្រីមកដែរលោកស្រីពិតជាមានសិទ្ធិលោកស្រីសាណាឌូហៃនេះមានគំនិតក្បត់វាបះបោដាក់ខ្ញុំលោកស្រីត្រូវជួយខ្ញុំដាក់ទោសអាជនក្បត់នេះប៉ាសុងកន្លែងលោកប្រកល់ឲ្យឌូហៃហើយលោកគូតែយល់លោកគ្រាន់តែប្រកល់កន្លែងមកខ្ញុំអាចទុកជីវិតឲ្យលោកចូលនិវត្តន៍ដោយសុខសាន្តតែថ្ងៃនេះលោកហ៊ានរួមដៃជាមួយណាបាចង់សម្លាប់ឌូហៃនេះជាការប្រឆាំងបញ្ជីខ្ញុំលោកអាចទៅងាប់បានហើយសាណាហ៊ានឲ្យខ្ញុំប្រកល់កន្លែងឲ្យឌូហៃហីមិនបានទេខ្ញុំមិនអាចចាប់ត្រឹមនេះទេទោះស្លាប់ក៏អញអូសក្បាលពួកអញដែរអញបដូរជាមួយពួកឯងទូហៃអញហ៊ានពួកអញប៉ុន្មានអ្នកដែលតាមបាសុងប៉ះបោសម្រាប់ចោលទាំងអស់អាមីងខ្ញុំធ្វើបែបនេះអញគិតថាខ្ញុំខកខើទេបងឌូនៅស្រុកភូមិបើបងមិនខកខើអ្នកស្លាប់គឺពួកយើងហើយត្រូវណាស់ហើយអញចាំទុកជនជាតិចិនយើងមិនមែនឲ្យគេធ្វើបាបទេថ្មីនេះពុកកៅថាកូនប្រកល់កន្លែងបាសុងឲ្យទៅក្មេងម្នាក់ឈ្មោះឌូហៃហីចាស់លោកពុកសមត្ថភាពឌូហៃខ្លាំងជាងបាសុងឆ្ងាយណាស់ឲ្យគេមើលការខុសត្រូវខ្ញុំទុកចិត្តអាចឲ្យកូនសរសើរបែបនេះមិនធម្មតាទេការមើលមនុស្សភាពក្លាហាននិងសមត្ថភាពសុទ្ធតែល្អយើងត្រូវការមនុស្សបែបនេះបើសិនកូនទុកចិត្តគេ3ថ្ងៃទៀតជាបុណ្យខួបពុកនាំគេមកផងពុកចង់ឃើញផ្ទាល់ភ្នែកថាក្មេងនេះមានសមត្ថភាពប៉ុណ្ណាបានខ្ញុំនឹងឲ្យគេរៀនខ្លួនលោកស្រីសាណាខ្ញុំនឹងទៅឲ្យតាន់ពេលធានាថាកាដូនឹងធ្វើឲ្យលោកខុនសាចាំមិនភ្លេចបញ្ជីរៀបចំរួចហើយបងឌូនៅទីនេះទាំងអស់គ្មានបាត់មួយទេណាបាពិតជាអរគុណដែលខំសន្សំយូរឆ្នាំជំនួសខ្ញុំក្នុងការរៀបចំកាដូលោកគឺឌូហៃកូនស្រីខ្ញុំសាណានិយាយពីលោកច្រើនណាស់ក្នុងភ្នែកនាងឥឡូវមានតែលោកទេបានជួបលោកហើយលោកឧត្តមសេនីយ៍លោកមានប្រសាសន៍ខ្លួនហើយថ្ងៃនេះជាខួបកំណើតលោកខ្ញុំបានត្រៀមកាដូពិសេសមួយជូនលោកអូកាដូអីទៅគឺកាដូតម្លៃរាប់ម៉ឺនលានហាហាពិតជាធំដុំមែនលោកចង់បានអីខ្ញុំចង់បានមិនចាស់ទេខ្ញុំសុំតែកន្លែងដែលណាបាកំពុងកាន់កាប់ឌូហៃចំណងលោកមិនតូចទេបានកន្លែងបាសុងហើយបានកូនស្រីខ្ញុំគ្រប់ត្រហើយនៅមិនគ្រប់ឥឡូវចង់បានកន្លែងណាបាទៀតតែលោកមករកខុសមនុស្សហើយខ្ញុំមិនទាន់មានបំណងបដូរគេទេលោកឧត្តមសេនីយ៍ចុះបើណាបាលាក់បាំងលោកលួចទុកកំណប់រាប់ម៉ឺនលានតែឯងលោកនៅទុកគេទៀតទេអញហ៊ាននិយាយផ្ដេសផ្ដាសមកខ្ញុំកុំអានកូនស្រីខ្ញុំការពារថាខ្ញុំមិនហ៊ានសម្លាប់ឯងលោកឧត្តមសេនីយ៍ទុកកំហឹងសិនលោកមើលបញ្ជីកំណប់ដែលខ្ញុំជូនសិនទៅចាំសម្រេចថាបដូរឬមិនបដូរនេះជាកាដូដែលណាបាជូនខ្ញុំលោកមានន័យថាម៉េចន័យរបស់ខ្ញុំគឺរបស់ដែលណាបាជូនគឺជារបស់ខ្លាំងៗគេលួចទុករបស់ពិតដែលស្រង់បានឯរបស់ជូនលោកសុទ្ធតែជាខ្លាំងៗល្អណាស់ណាបាបើលោកនិយាយពិតខ្ញុំនឹងប្រកល់កន្លែងណាបាឲ្យលោកតែបើលោកនិយាយកុហកបើផ្ទះវាមិនមានរបស់ទាំងនេះទេលោកត្រូវសងដោយជីវិតលោកឧត្តមសេនីយ៍សន្យាណាលោកឧត្តមសេនីយ៍ជូនពរលោកមានបុណ្យស័ក្តិខ្ពង់ខ្ពស់សុខភាពល្អនៅគង់វង្សក្នុងស្រុកភូមិទូហៃខ្ញុំមិនទាន់ទៅទូទាត់បញ្ជីផងអញហ៊ានមកដល់កន្លែងហីទីនេះមិនស្វាគមន៍អញទេមកណាបាថ្ងៃនេះជាបុណ្យខួបខ្ញុំអ្នកមកសុទ្ធតែជាភ្ញៀវគំនុំផ្ទាល់ខ្លួនចាំដោះស្រាយពេលក្រោយឲ្យខ្ញុំមើលកាដូដែលលោកត្រៀមសិនបាទលោកកាដូយកមកដល់ភ្លាមទៅយកកាដូជូនលោកឧត្តមសេនីយ៍មកលោកឧត្តមសេនីយ៍មើលចុះនេះជាត្បូងហឺធានលំដាប់កំពូលលោកឌូលោកក៏ជាអ្នកជំនាញលោកយល់យ៉ាងណាលោកឧត្តមសេនីយ៍សូមមើលបន្តិចបានទេត្បូងនេះជាត្បូងខ្លាំងៗផ្ទៃលងជាការកែច្នៃខាងក្នុងមានពូខ្យល់ដែលបច្ចេកវិទ្យាទំនើបធ្វើនេះជាកញ្ចក់កែច្នៃប៉ុណ្ណោះមិនអាចទៅរួចទេទូហៃឯងនិយាយផ្ដេសផ្ដាសអញចង់មកអុកលោកហីថ្ងៃនេះជាខួបលោកខុនសាខ្ញុំមិននឹងហ៊ានយករបស់ខ្លាំងៗមកមិនស្មើនឹងរកមកខ្លួនឯងហីណាបាចុះអាមួយនេះពន្យល់ថាម៉េចនេះមិនអាចទេណាបានេះជាកាដូដែលឌូហៃត្រៀមឲ្យខ្ញុំតម្លៃរាប់ម៉ឺនលានគេថាជាកំណប់ដែលលោកលាក់បាំងខ្ញុំលោកមើលទៅដូចស្គាល់ទេនេះមិនអាចទេនេះជាបញ្ជីក្នុងឃ្លាំងសម្ងាត់របស់ខ្ញុំតើមិនក៏ខុនសាមានមិនបានទេហាមទទួលស្គាល់តែខាតបើមិនចឹងងាប់មិនខាននិយាយមកសារភាពភ្លាមរឿងយ៉ាងម៉េចលោកឧត្តមសេនីយ៍ខ្ញុំតាមលោកជាង10ឆ្នាំលោកត្រូវជឿខ្ញុំបញ្ជីនេះច្បាស់ជាឌូហៃខ្លាញ់បន្លំហើយ
ណាបាលោកថាខ្ញុំទម្លាក់កំហុសចុះបើខ្ញុំអាចបញ្ជាក់ថារបស់ក្នុងបញ្ជីកំពុងនៅក្នុងវីឡាលោកនោះមិនអាចទេមានតែខ្ញុំនឹងអាភ្នែកខ្មោចទេដែលដឹងឌូហៃមិនអាចរកឃើញទេបញ្ជាក់ស្អីបើគ្មានរបស់ទាំងនោះលោកគឺចាប់ប្រកាន់ខ្ញុំលោកឧត្តមសេនីយ៍ខ្ញុំមានភស្តុតាងបញ្ជាក់ថាណាបាពិតជាលួចកំណប់មែនហើយកំណប់ទាំងនោះឥឡូវកំពុងនៅក្នុងវីឡាណាបាអាភ្នែកខ្មោចនិយាយមកមែនឬអត់លោកឧត្តមសេនីយ៍ឌូហៃនិយាយត្រូវមេណាបាទេណាបាពិតជាលួចទុកកំណប់ក្នុងបញ្ជីមែនឃ្លាំងកំណប់នៅក្រោមវីឡាគាត់ខ្ញុំស្គាល់ច្រកចូលអាជុនក្បត់អញសម្លាប់ឯងបងឌូជួយផងថាទុកជីវិតខ្ញុំថាមិនសម្លាប់ឯងតែឥឡូវអ្នកសម្លាប់ឯងគឺណាបាលោកឧត្តមសេនីយ៍ខ្ញុំស្អាតស្អំគ្មានឃ្លាំងកំណប់អីទេអាភ្នែកខ្មោចត្រូវឌូហៃទិញទឹកចិត្តហើយស្អាតស្អំឬអត់លោកនិយាយមិនយកជាការខ្ញុំនិយាយទៅយកជាការលោកឧត្តមសេនីយ៍ខ្ញុំដឹងទីតាំងឃ្លាំងសូមអញ្ជើញតាមខ្ញុំផ្លូវនេះលោកឧត្តមសេនីយ៍នៅមានពីអីនិយាយទៀតលោកឧត្តមសេនីយ៍ខ្ញុំខុសហើយខ្ញុំវង្វេងមួយពេលយល់ដល់មនោសញ្ចេតនាដែលខ្ញុំតាមលោកយូរសូមលោកលើកលែងជីវិតឆ្កែខ្ញុំផងលោកឧត្តមសេនីយ៍លោកឧត្តមសេនីយ៍ឱកាសនេះខ្ញុំឲ្យលោកហើយលោកឧត្តមសេនីយ៍កំណត់ទាំងអស់របស់ណាបាកំពុងរងចាំកូនចៅលោកទៅទទួលយកមិនដឹងថាការសន្យាយើងនៅមានសុពលភាពទេទូហើយថ្ងៃក្រោយកន្លែងណាបាឲ្យលោកមើលការខុសត្រូវកុំឲ្យខ្ញុំខកបំណងឲ្យសោះអរគុណលោកបងឌូខែមុនយើងស្រង់បានកំណត់តម្លៃស្រុកជា100,000លានឥឡូវសមុទ្រភូមិទាំងមូលស្ថិតក្រោមការគ្រប់គ្រងយើងហើយកំណត់ដែលស្រង់បានបញ្ជូនទៅប្រទេសយើងខ្លះឯផ្សេងទៀតលក់ចេញតាមច្រកអន្តរជាតិលោកឌូឥឡូវមិនត្រឹមជាម្ចាស់សមុទ្រភូមិទេថែមទាំងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ជំរាបសួរមេនេះគ្រាន់តែជាការចាប់ផ្ដើមខ្ញុំចង់ឲ្យសមុទ្រទាំងអស់ក្នុងលោកឆ្លាក់ឈ្មោះខ្ញុំឌូហៃខ្ញុំនឹងក្លាយជាស្ដេចសមុទ្រតែមួយគត់ចប់សាច់រឿងហើយណាប្រិយមិត្តស្ដាប់តាំងពីដើមចប់គ្រប់អនលើអរគុណចំពោះទឹកចិត្តខ្ញុំសូមថ្លែងអំណរគុណចំពោះប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានដល់ចប់បរិបូរណ៍សូមគោរពជូនពរជ័យសេរីសួស្តីសូមជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតពីខ្ញុំនេះសូមអរគុណ